បាទ app សម្រាប់ហ្វឹកហាត់បាទលំហាត់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទអញ្ចឹងយើងនឹងស្រាប់អីគ្រូកិច្ចព្រមព្រៀងធ្វើការបញ្ញាបត្រឡើងដើម្បីយើងប្រឡងបានហើយក្នុងនោះក៏មានគណិតវិទ្យាបាទមានភាសាអង់គ្លេសបាទមានវប្បធម៌ទូទៅបាទហើយក៏មានផ្នែកផ្សេងៗទៀតដែរបាទអញ្ចឹងចំពោះគ្រូកិច្ចព្រមព្រៀងគឺមាន3ផ្នែកដែលសំខាន់បាទហើយឥឡូវនេះគ្រូបានរៀបចំជូនបងប្អូនគ្រប់ឯកសារទាំងអស់ហើយបាទគឺមានតាំងពីគេហៅថា app សម្រាប់ត្រៀមប្រឡងបាទគឺយើងចូលមកគឺនេះគឺជា app បាទដែលយើងអាចចុចទៅដើម្បីយើងហ្វឹកហាត់បានបាទគឺយើងអាចហ្វឹកហាត់ទៅតាមនោះបានបាទអញ្ចឹងមួយទៀតគឺឯកសារគណិតវិទ្យាឯកសារគណិតវិទ្យានេះគឺបងប្អូនអាចចូលមកសិក្សាបន្ថែមបានគឺយើងគ្រាន់តែចុចលើនេះមកយើងអាចចូលទៅក្នុងហ្នឹងយើងមានឯកសារជាច្រើនដែលបងប្អូនអាចចូលទៅសិក្សាបានណាបាទបាទហើយមួយទៀតយើងនិយាយអំពីគេហៅថាមុខវិជ្ជាបន្តទៀតបាទបាទមានភាសាអង់គ្លេសមួយដែរបាទគឺជាភាសាអង់គ្លេសបាទហើយចំពោះវិញ្ញាសាឯកសារនេះគឺយើងមានចំនួន100បាទគ្រូនឹងរៀបចំជូនបងប្អូនបាន100វិញ្ញាសាដែលមួយវិញ្ញាសាមាន100លំហាត់និយាយទៅគឺមាន10000លំហាត់សម្រាប់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងហើយភាសាអង់គ្លេសក៏យើងមាន app សម្រាប់សិក្សាដែរបាទនៅក្នុងនោះគឺយើងមានផ្នែកកម្រិត pre-intermediate បាទកម្រិតគេហៅថា intermediate កម្រិត upper បាទហើយតទៅទៀតកម្រិត advanced បាទអញ្ចឹងបងប្អូនអាចចូលមកសិក្សាបានហើយក៏មានវិញ្ញាសាវប្បធម៌ទៅដែរបាទអញ្ចឹងវិញ្ញាសាវប្បធម៌ទៅយើងគ្រាន់តែចុចមកគឺយើងអាចចូលទៅមើលវប្បធម៌ទៅបានមានតាំងពីតៃស្ក្រីដែរក្នុងហ្នឹងបាទចាំមានឯកសារជាច្រើនទៀតដែលបងប្អូនអាចចូលទៅសិក្សាបន្ថែមបានណាបាទអញ្ចឹងវត្តធម៌ទៅគឺយើងចុចលើលីងហ្នឹងគឺយើងបានឯកសារដែលយើងអាចយកទៅប្រើប្រាស់បានបាទហើយអក្សរសាស្ត្រក៏ដូចគ្នាដែរអក្សរសាស្ត្រយើងមានរឿងមានអីលំហាត់ភាសាអីដែលធ្លាប់មានក្នុងនោះមានច្រើនបាទបងប្អូនអាចចូលទៅសិក្សាបានសូមអរគុណច្រើនបងប្អូនបាទ